ហ៊ានខ្ញុំសុំទោសបងគ្រប់រឿងរ៉ាវទាំងអស់បើខ្ញុំសុំទោសបើខ្ញុំស្ដាប់សម្ដីបងតាំងពីដំបូងក៏គ្មានរឿងចឹងកើតឡើងដែរចាប់ពីថ្ងៃនេះទៅបងខ្ញុំសូមសន្យាថាខ្ញុំធប់ធ្វើឲ្យបងពិបាកចិត្តទៀតហើយធនបងសប្បាយចិត្តណាស់ពេលដែលប្អូនចេះដឹងខ្លួនឡើងវិញអញ្ចឹងមកអូនត្រូវដឹងហើយចងចាំថាគ្មានអ្វីប្រសើរជាងការភ្ញាក់រលឹកកាយចិត្តកាយគំនិតនិងកាយខ្លួនឡើងវិញនោះទេណាអូនសន្យាមួយបងណាថានឹងខិតខំប្រឹងរៀនឡើងវិញដើម្បីអនាគតខ្លួនឯងណាបាទបងខ្ញុំនឹងសន្យាថាជួយបងបាក់ចិត្តហើយនឹងខំរៀនហើយនឹងចងចាំពាក្យបងទុកនៅក្នុងចិត្តខ្ញុំជានិច្ចហើយស្ដាប់ទៅដូចជាព្រោះតិចដល់ហើយនេះតែកផិននេះគិតថាប្រហែលជាបានតែមួយរយៈទេដូចពាក្យចាស់លោកថាអញ្ចឹងឆ្កែកតុយខ្វៀនមានន័យតែខ្វៀនអញ្ចឹងផិននៅបំផិនបើឯងមិននិយាយក៏គ្មានណាថាឯងកោដែរហើយបើឯងនិយាយហើយកុំនិយាយមើលងាយខ្ញុំជាមនុស្សខ្ញុំក៏មានខួរក្បាលចិត្តគិតបែងឆ្ងាយដែរខ្ញុំធ្វើខុសខ្ញុំសារភាពថាខ្ញុំធ្វើខុសមិនចាប់បែកអីបងឯងបើឌឺដល់ខ្ញុំទេអញនិយាយតាមអញមើលឃើញតើតាមអីទេទោះខុសច្រើនជាងនេះក៏វាមិនអីដែរព្រោះមានបំភាននេះជួយចេញមុខតែរហូតហ្នឹងហើយហើយណាដូចជាមនុស្សមានសំណាងដល់ហើយនេះម៉ែណែភឿនមិនក៏ឯងនិយាយចឹងអាផិនបងបានប្រាប់អីម៉ានដងហើយតើថាបងនេះស្រឡាញ់បងប្អូនទាំងអស់ស្មើគ្នាជឿតើបងដែលមានចិត្តលំអៀងលើប្អូនណាជាងប្អូនណាទេឲ្យតែពួកឯងពិបាកគឺបងជួយដូចតែគ្នាទាំងអស់ហ្នឹងឥឡូវនេះមិនឯងមកនិយាយអញ្ចឹងទៀតហើយហាផិនកុហកហ្នឹងរឿងអាផុនទេម្ដងជាពីរដងមកឯងចេញបោកជួយរហូតបើខ្ញុំនឹងភឿនវិញមើលបែរជាជាប់គុកជាប់ច្បាក់គ្មានថ្ងៃចាញ់ទេពួកខ្ញុំនេះជាប្អូនសំអប់ហើយម៉ែនេះបងភឿនផាន់ហើយម៉ែថែមកភៀនអញ្ចឹងអត់ត្រូវទេបងបាទត្រូវនិយាយអញ្ចឹងឯណាផិននិយាយត្រូវហើយព្រោះបងជាផោះតាំងនឹងមុខស្រាប់ចង់បកាយក៏បកាយមិនបានដែរមែនហ្នឹងអផិនចាបងរ៉ាលេងក្រៅបងតោះនៅនំក្តៅក្រហាយខ្លាំងជាងមុនទៀតទេទុកឲ្យបងប្អូនគេនៅកំសត់នឹងទៅអត់អស់បងភៀនកុំគិតពីសម្ដីអំផិនមកណាជប់យំទៅបងបងអត់អីផុនតែអូនណាកុំភ្លេចសន្យាមួយបងត្រូវតែខំប្រឹងរៀនសូត្រឡើងវិញណាបាទបងខ្ញុំនឹងសន្យាជាមួយបងតោះឥឡូវបងទៅធ្វើកិច្ចឲ្យមកចូលក្នុងផ្ទះសូមឲ្យគ្រួអូនមកគ្រប់ចង្រៃទាំងប្រមាណចាក់ចេញពីប្អូនខ្ញុំឲ្យអស់ចាប់ពីថ្ងៃនេះទៅសូមឲ្យភុនប្អូនខ្ញុំបានសេចក្តីសុខសប្បាយរហូតតទៅតោះ1 2 3ផុតឡើងផុតផុតឡើងបងភឿនបងប្រសាបាយតិចទេបងណា
សាបាយតិចបងណា អត់ឃ្លានទេផង ប្រយ័ត្នឈឺបងសាតិចមក បងអត់អីទេកុំខានបងបានទេបងចង់នៅម្នាក់ឯង តែខ្ញុំបារម្ភពីបងជាពិសេសបងភៀនក៏បារម្ភនឹងគិតពីបងគ្រប់ពេលបងដឹងអត់ គិតហើយច្រឡំមនុស្សដឹងបងមិនមែនជាមនុស្សពិសេសអីដែលត្រូវគាត់ត្រូវបារម្ភត្រូវគិតទេទៅ ឲ្យចង់ទៅណាបង បងទៅក្រៅមហាចិត្តនៅស្ងៀមស្មុកស្មាញពេកបាច់ខ្វល់ពីបងឯងបងមិនស្លាប់ទេ เพื่อนช่วยអូនផងអូនធ្វើម៉េច អូនកើតអីហ្នឹងលាក់លាក់ប្រាប់បងមើល ម៉ាក់នឹកបងស្រីគាត់បង្ខំមកអូនរៀបការ រៀបការអូហើយអត់បងធ្វើម៉េចទៅលាក់ អត់បានប្រកែកចំទោសនឹងគាត់ដែរតែអត់ប្រយោជន៍ទេបងគាត់បានព្រមព្រៀងជាមួយគ្នារួចហើយហើយបងដឹងហ៎ខាងបងគេជាអ្នកមានធុធាបង លាក់បងស្រឡាញ់អូនណាលាក់តែអូនក៏ដឹងហើយថាបងនៅរៀនបងអត់មានលុយទេអញ្ចឹងបងធ្វើម៉េចទៅ អូនក៏ស្រឡាញ់បងដែរ
មិនអូនគ្មានចម្រើម៉ាក់បងស្រីគាត់ជាអ្នកមានគុណគាត់ចិញ្ចឹមអូនឲ្យអូនធ្វើម៉េចបងពឿនមកខាងជាអ្នកមានគុណមកខាងជាសងសារសម្លឹងចិត្តបងពឿនប្រាប់អូនបានទេសំទោអូនអាចចង់ធ្វើអញ្ចឹងទេតែគ្មានជំរឿជាតិនេះយើងមិនបានជួបគ្នាជាគូគប់ចាំជាតិក្រោយទៅណាបងភឿនអូនតែបំពេញជាតួនាទីជាកូនកតញ្ញូដើម្បីម៉ាក់នឹកបងស្រីអូលាមកឯណាបងភឿនលាគុំទៅចោលបងណាបងភឿនមិនភ្លេចអូនណាអត់ទេលាបងភ្លេចរអនុស្សាវរីយ៍ដែលយើងមានណាបងកុំជឿចិត្តបងកុំទៅចិត្តណាបងភឿនអូលាបងហើយទោះមិនវាជីបគំនូនៃព្រំនៃខិតអូលាបងហើយសូមពងយាមេត្តាប្រណីរៀមសូមអងអូនណាចរណៃសូមមេត្តាអភ័យបងលាបងខំហើយថាស្នេហ៍ស្នងកុំហងដែលបងមានច្រើនកន្លងពេកក្រៃអាសូរបងផងដែលណាពិសីតើពេលនេះអូនยังមិនទៅហើយបងនឹកអូនណាបងចង់ជួបអូនតែអូនហើយបងធ្វើមិនទៅបើពេលនេះស្អីក៏បងគ្មានដែរបងមានតែជីវិតមួយប៉ុណ្ណោះសម្រាប់តស៊ូទៅថ្ងៃមុខទៀតព្រះអង្គដងការដែលមានបារមីស័ក្តិសិទ្ធិបើយើងខ្ញុំទាំងពីរពិតជាគូព្រេងពីអតីតជាតិមែនសូមព្រះអង្គជួយធ្វើយ៉ាងណាកុំឲ្យលាក់គេរៀបការចោលខ្ញុំអីសូមព្រះអង្គមេត្តាជួយឲ្យនាងវិលមករកខ្ញុំប្រកាសណាវិញផងចុះណែម៉ាក់កូនបានប្រហែលអ្នកហើយកូនហ្នឹងបានច្រើនអ្នកឯងម៉ាក់តែកូនរនឹកអត់ឃើញម៉ាក់ជួយរនឹកមើលចង់ពូសុននៅចិត្តផ្ទះយើងកូនគាត់ហើយនៅអូមែនខុសភ្លេចម៉ាក់ឈ្មោះពេញឈ្មោះអីដែរម៉ាក់គាត់ឈ្មោះចាំសុនកូនលោកចាំសុននិងភរិយាលោកចាំសុននិងភរិយាលោកកៅសេរីនិងភរិយាកូនលោកកៅសេរីនិងភរិយាអស់នៅម៉ាក់ដូចជានៅខ្លះដែរកូនប៉ុន្តែម៉ាក់ដូចជាខ្លាចចិត្តកូនពេកហើយអីម៉ាក់ម៉ាក់ដូចជាភ្លេចរំលឹកមិនតាន់ខឹងសោះណែចុះលោក
ចន្ទថានៅស្ទឹងមានជ័យហ្នឹងកូនអូមែនហើយលោកសរឿននៅបឹងជប៉ុនណាពូនៅបឹងជប៉ុនអត់ណាកូនមើលតើបានប្រហែលតុកហើយកូនច្រើនតុកដែរម៉ាក់ខ្ញុំគិតថារៀបការលាក់រួចហើយបានគឺចិត្តច្រើនណាព្រោះអីគេគ្រប់គ្នាគេមានក្បាលមានសរសៃអស់គ្រប់គ្នាឯងម៉ាក់នៅសតតែម្នាក់ងាយស្រួលទេព្រោះអីវាជាប្រុសម៉ាក់មើលទៅកូនឆ្នាំនេះចាស់ច្រើនណាស់ម៉ាក់ដឹងថាកូននៅហត់ទាំងកាយហត់ទាំងចិត្តណាមើលថែប្តីណាគ្រប់គ្រងគ្រួសារយើងទាំងមូលឲ្យម៉ាក់សុំទោសផងទៅចុះណាកូនដែលម៉ាក់គ្មានសមត្ថភាពជួយកូនក្នុងការដោះស្រាយជីវភាពគ្រួសារយើងទាំងមូលម៉ាក់ក៏មានប្រសាសន៍ចឹងអីណាតាមពិតទៅកូនមានសំណាងដែរដែលនៅមានម៉ាក់គ្រាន់នឹងគោរពរាល់ថ្ងៃតែកូនណានៅសំណោះពុកដែលគាត់បានស្លាប់យ៉ាងវេទនាបំផុតម៉ាក់នៅក្នុងរបបប៉ុលពតកូនស្ដាយដែលមិនបានសងគុណគាត់អស់ពីចិត្តពីថ្លើមឥឡូវនេះកូនសតម៉ាក់ម្នាក់គាត់គ្រាន់ជាទីពឹងទៅថ្ងៃក្រោយនៅពេលដែលកូនពិបាកចិត្តគឺមានម៉ាក់លួងលោមកូនឲ្យកូននេះបានទូស្បើយក្នុងចិត្តម៉ាក់គឺជាម៉ាក់ដ៏ល្អម៉ាក់គឺជាមនុស្សដ៏ត្រជាក់សម្រាប់កូនណាម៉ាក់និយាយចឹងម៉ាក់ហើយលាក់មិនអីម៉ាក់គឺនៅដូចមុនចឹងកូនមិនមាត់មិនកមិនញ៉ាំអ្វីទាំងអស់គឺនៅក្នុងតែបន្ទប់រហូតម៉ាក់តើតំណេះនឹងនិយាយលួងវាហើយមិនអីណាម៉ាក់ចាំខ្ញុំទៅនិយាយណាម៉ាក់ណាចុះកូនកត់ទៀតសិនទៅណែនេះធៀបការកូនម៉ាក់ពេញចិត្តមួយនេះតើកូនពេញចិត្តទេកូនមើលហើយមួយនេះដែរម៉ែកូនកូនពេញចិត្តមួយនេះម៉ាក់ក៏យល់ឃើញដូចកូនដែរយ៉ាលឺបងហៅហ៎ចាខ្ញុំលឺបងអូនចង់ញ៉ាំអីប្រាប់បងមកណាបងឲ្យគេទៅទិញឲ្យមិនបាច់ទេបងខ្ញុំអត់ឃ្លានទេលែអូនត្រូវតែរឹងប៉ឹងឡើងណាកុំតូនទៅតាមចិត្តដែលវាអូទាញអីប្រយ័ត្នឈឺណាល្អខ្ញុំកំពុងតែចង់ឈឺបើបានឈឺធ្ងន់ណាស់វាតែប្រសើរទៀតហើយលែបងដឹងបងយល់ពីអារម្មណ៍របស់លែនៅពេលនេះតែបងណាសូមឲ្យលែឯងនេះយល់ពីបងនិងម៉ាក់ផងអ្វីដែលបងធ្វើគឺដើម្បីអនាគតឯងតែប៉ុណ្ណោះមិនមែនធ្វើបាបឯងនេះឲ្យស្គមរីងរៃអញ្ចឹងទេអនាគតតែកហកបងនឹងម៉ាក់ឃើញគេមានទ្រព្យសម្បត្តិក៏លើកខ្ញុំឲ្យគេភ្លាមនេះសួរពីចិត្តខ្ញុំហ៎ធ្វើបែបនេះបងគិតថាខ្ញុំមានសុភមង្គលហ៎មនុស្សមិនដែលស្គាល់គ្នាសោះ
ខ្ញុំមិនទៅរស់នៅដល់ចុះសម្រងគ្នាយ៉ាងម៉េចកើតលែបងដឹងថាអូននេះកំពុងតែខឹងបងដែលបងបខំមកអូននេះរៀបការហើយបងក៏ដឹងថាឯងនេះមានសង្សារដែលជាសិស្សកំពុងតែសិក្សាជាមួយគ្នាតើថ្ងៃណាទៅទើបឯងនេះមានលទ្ធភាពនឹងសាងអនាគតគ្រួសារបានទៅខ្ញុំដឹងថាបងគិតបែបនេះមិនបងភឿនហ្នឹងគាត់ជាកូនអ្នកក្រអត់មានលុយនៅរៀនតែខ្ញុំទៅពីរនាក់ស្រឡាញ់គ្នាតែយើងចិត្តយកទៅឡើងគ្នាខ្ញុំនឹងតស៊ូរស់ដល់ខ្លួនឯងមិនបាច់ពឹងបងទេលែឯងនៅក្មេងណាឯងមិនទាន់ដឹងថាអ្វីទៅរស់ជាជីវិតទេផ្អែមល្វីងជួយចត់យ៉ាងណាក៏ឯងមិនដឹងដែរបងណាបានជួបរស់ជាជីវិតរាប់ឆ្នាំហើយឡើងស៊ាំអស់ហើយបងកាត់បេះដូងលះបងដើម្បីគ្រួសារអូនណាម៉ាលីអូយបងកសលនេះមកប្រមាថបញ្ញាអញ្ចឹងស្រោបមិញនេះអូនគិតទៅដល់ណាហ្នឹងទីឲ្យខាតតបានទោះលើផ្ទាល់ខ្លួនក៏ដែរណែកុំមកឌឺយើងណាយើងអត់ចូលចិត្តទេប្រាប់ហើយខ្ញុំក៏មិនចូលចិត្តដែរបងយើងនេះដើម្បីមិនគៀបគុំយូរដែរ